បាទសួស្តីបងប្អូនដែលស្រឡាញ់និងនិយមតាមដានវិស័យម៉ូតូទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដែលមក review ទៅលើ model Beat Series ឆ្នាំ2025អញ្ចឹងក្នុង stock ខ្ញុំមានតែ3ពណ៌ទេម៉ូតូគេមាន4ពណ៌ខ្ញុំនៅខ្វះពណ៌សមួយទៀតអញ្ចឹងយើងថតតែ3ពណ៌ហ្នឹងសិនអញ្ចឹងជាយើងមើលលេងសិនទៅពណ៌ Q ស្អាតខ្ញុំឃើញវាទឹកថ្នាំស្អាតខ្ញុំថតឲ្យមើលអញ្ចឹងហើយទៅលើតាប់ឡូគឺវាដូចតែស៊េរីចាស់ដែរទេស៊េរី024នេះកុងតាក់ក៏ដូចស៊េរីមុនមានដូចគ្នានេះ Faco Plesio ដូចគ្នាអញ្ចឹងហើយកន្លែងនេះក្លុបដាក់អីវ៉ាន់ទៅពួកអីវ៉ាន់អីមានដូចតែស៊េរីចាស់នេះកន្លែងសាកថ្មក៏ដូចតែស៊េរីមុនដែរអាកន្លែងរួនសាកថ្មវិញនេះខ្ញុំអត់ចាំអត់ដឹងថាគេហៅថាអីខ្ញុំភ្លេចអត់បងប្អូនធ្លាប់ប្រើ bit គាត់ដឹងអត់អីហើយទៅលើសោគឺប្រើសោ smart key ឬក៏ហៅ tele ដូចតែស៊េរីមុនដែរវាមាន2គ្រាប់ហើយនេះរូបរាងវាពីខាងចំហៀងស្អាតតែមរចនាបថបែបថ្មីអញ្ចឹងណាបងប្អូនហើយទៅលើកាតាម៉ាស៊ីនពួកប្រភេទប្រើ tele គឺអត់មានម៉ារ៉ាវ៉េនធាក់ទេអញ្ចឹងណាបងប្អូនគីឡូបងប្អូនខ្លះក៏អត់បានដឹងនេះខ្ញុំប្រាប់បន្ថែមហើយទៅលើ Frank គឺប្រើដូចតែស៊េរីមុនទេ Frank Disc ឬក៏ភាសាអង់គ្លេសហៅថា Combi Brake ខ្ញុំអត់ច្បាស់នេះដឹងអានត្រូវអត់ទេ Oh my god English ហើយអានេះយើងមើលក្នុងក្លុបកែបទៅលើក្រោបធុងសាំងដូចតែស៊េរីមុនធុងសាំងអីដូចតែស៊េរីមុនទេអត់ខុសគ្នាទេហើយកន្លែងនេះលេខតួវានេះតែមសុវត្ថិភាពគេបិទនៅនឹងហើយនៅក្នុងក្លុបកែបបើសិនជាសម្រាប់យើងជីទិញឲ្យកូនជីរៀនជីអីដាក់ស្ភៅដាក់អីបានមិនថាជីធ្វើការទៅអីដាក់បានដូចគ្នាបងប្អូនអានេះស្ភៅធានាបាទដូចតែស៊េរីមុនប៉ុណ្្នឹងឯងនេះយើងមើលរៀងពីខាងក្រោយស្អាតណាបងប្អូនអើយពណ៌ក្រហមក៏ស្អាតដែរពណ៌ខ្មៅក៏ស្អាតតាប់ឡូដូចគ្នាអញ្ចឹងបងប្អូនស្អាតហើយទៅលើសម៉ាំងលើយ៉ានលើអីហ្នឹងគឺដូចតែស៊េរីមុនទេអានេះយើងមើលពណ៌ខ្មៅរៀងពីមុខកាចអំណាចហើយពណ៌ក្រហមក៏ដូចគ្នាខៀវបាទអញ្ចឹងយើងមាន3ពណ៌ហ្នឹងឯងក្នុង stock យើងថតបានតែប៉ុណ្្នឹងឯងបងប្អូនស្រឡាញ់មួយណាអាចមកមើលដល់សាខាឬក៏តំណងដែរហាងនៅចិត្តផ្ទះលោកអ្នកអញ្ចឹងណាបងប្អូនបាទអរគុណច្រើនបាយបាយ